ជំរាបសួរមនុស្សស្មោះទាំងអស់គ្នាដែលចូលចិត្តទស្សនាវីដេអូសម្រាប់សាច់រឿងហើយថ្ងៃនេះដែរគឺយើងមកជួបគ្នាជាមួយនឹងរឿងថ្មី admin អ្នកសម្រាប់ដដែលតែរសជាតិ Strawberry ហើយរឿងដែល admin នឹងយកមកសម្រាប់នៅក្នុងថ្ងៃនេះគឺមានចំណងជើងថាបងធំក្រុងកៅលុនហើយចំពោះតួអង្គគឺកប់តែម្ដងមិនបាច់ admin ប្រាប់បងប្អូនទាំងអស់គ្នាទេគឺមើលទៅ intro ទៅក៏ដឹងហើយថាមានតួសម្ដែងមកពីណាខ្លះអញ្ចឹងហើយដូចរាល់ដងអញ្ចឹងបើបងប្អូនមកថ្មីកុំភ្លេចចុច subscribe ឲ្យ admin ម្នាក់មួយផងហើយជាពិសេសកុំភ្លេច like និង comment វីដេអូឲ្យបានច្រើនដើម្បី admin មានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាបន្ថែមទៀតអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៅសាច់រឿងគឺបង្ហាញពីទស្សនវិជ្ជានៃទីក្រុងមួយដែលមានភាពងងឹតហើយមើលទៅគឺពិតជាមានសំណង់អាណាធិបតេយ្យជាច្រើនដែលទីក្រុងនោះគឺមានឈ្មោះថាក្រុងកៅលុនហើយបន្ទាប់មកគឺមានបងធំពីរក្រុមដែលគឺមានកូនចៅជាច្រើននៅពេលនេះពួកគេកំពុងតែកាប់សម្លាប់គ្នាហើយយើងមិនទាន់ដឹងថាមានរឿងអ្វីនោះទេគ្រាន់តែបើកក្បាលសាច់រឿងមកគឺកាប់គ្នាយកតែម្ដងបន្ទាប់ពីការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបានបញ្ចប់ទស្សនវិជ្ជាបន្តគឺឆ្លុះបញ្ចាំងពីហុងកុងនៅក្នុងឆ្នាំ1980ដែលពេលនេះក៏មានបុរសម្នាក់ដែលកំពុងតែធ្វើការវាយប្រដាល់នៅក្រោមដីដែលធ្វើការវាយប្រដាល់បែបខុសច្បាប់អីចឹងណាហើយកន្លែងវាយប្រដាល់ខុសច្បាប់នោះគឺគ្រប់គ្រងដោយលបងធំមួយដែលមានអំណាចខ្លាំងមែនទែនដែលគេឲ្យរហស្សនាមគាត់ថា Big Boss ហើយពេលនេះបុរសម្នាក់នោះក៏បានវាយឈ្នះកូនចៅរបស់គាត់ហើយគាត់ក៏ឆ្ងល់ផងដែរថាប៉ែកនឹងមកពីណាមិនក៏វាយឈ្នះកូនចៅគាត់អីចឹងទៅនៅពេលដែលវាយប្រដាល់ឈ្នះហើយបុរសម្នាក់នោះក៏បានមកបាក់លុយជាមួយនឹង Big Boss ហើយពេលនេះ Big Boss ក៏បានពេញចិត្តជាមួយនឹងគាត់ផងដែរ Big Boss ក៏បានហៅគាត់ឲ្យធ្វើការជាមួយគាត់ដើម្បីវាយប្រដាល់បន្តហើយក៏ដូចជាទទួលបានប្រាក់កម្រៃពីគាត់ឲ្យបានច្រើនជាងមុនប៉ុន្តែបុរសម្នាក់នោះអត់ចាប់អារម្មណ៍ជាមួយនឹងការអញ្ជើញរបស់ Big Boss ទេគេគ្រាន់តែចង់បានលុយឈ្នះរបស់គេតែប៉ុណ្ណោះហើយ Big Boss ក៏បានសួរថាមិនបានជាអប៉ែកនឹងត្រូវការលុយខ្លាំងម្ល៉េះហើយគាត់ក៏បានប្រាប់ Big Boss វិញថាគាត់ត្រូវការលុយដើម្បីទៅទិញអត្តសញ្ញាណប័ណ្ណមួយក៏ព្រោះតែពេលនេះគឺគាត់គ្មានអត្តសញ្ញាណប័ណ្ណនោះទេប៉ុន្តែ Big Boss ក៏បានសន្យាជាមួយគាត់ថាបើសិនជាគាត់វាយប្រដាល់ឲ្យឈ្នះលើក្រោយគឺគាត់នឹងធ្វើអត្តសញ្ញាណប័ណ្ណឲ្យតែម្ដងហើយពេលនេះគឺដល់ពេលដែលគាត់មកយកអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅតាមការសន្យារបស់ Big Boss ហើយប៉ុន្តែពេលនេះនៅពេលដែលទទួលបានអត្តសញ្ញាណប័ណ្ណយើងឃើញថាអត្តសញ្ញាណប័ណ្ណនោះគឺคล้ายៗនោះទេវាមានភាពស្ដើងហើយវាមិនមែនជាអត្តសញ្ញាណប័ណ្ណដែលអាចប្រើប្រាស់បាននោះទេចឹងហើយបរិមអ្នកនោះក៏ដឹងថាខ្លួនឯងគឺចាញ់បោក Big Boss បាត់ទៅហើយគេកំពុងតែមានកំហឹងខ្លាំងមែនទែនចឹងហើយគេក៏ធ្វើការរត់ចេញហើយក៏លួចយកជាមួយនឹងថង់មួយកញ្ចប់ទៅផងដែរប៉ុន្តែយើងមិនដឹងថានៅក្នុងថង់នោះគឺមានអ្វីនោះទេហើយ Big Boss ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនដេញសម្លាប់បរិមអ្នកនោះតែម្ដងហើយពេលនោះគាត់ក៏បានរត់ចេញហើយក៏បានឡើងទៅលើឡានក្រុងមួយប៉ុន្តែពួកនោះមិនបានឈប់តាមនោះទេគឺនៅតែបន្តដេញតាមនៅបន្តរត់តាមអញ្ចឹងហើយមួយសន្ទុះក្រោយមកស្ថានភាពក៏ស្ងប់ស្ងាត់គាត់គិតថាគាត់នឹងរួចខ្លួនហើយប៉ុន្តែមានតែរួចខ្លួនឯណាអាប៉ែកនោះក៏វាអើតមកតាមបង្អួចឡានក្រុងទៀតនេះពិតជារត់លឿនខ្លាំងមែនទែនហើយពេលនោះពួកគេក៏ចាប់ផ្ដើមវាយប្រហារមកកាន់ម្ដងអ្នកនោះតែម្ដងហើយអាប៉ែកដែលជាចំណិតរបស់ Big Boss នឹងគឺពិតជាមានកម្លាំងខ្លាំងមែនទែនគ្រាន់តែវាយមួយដៃគឺផងឈើបាត់ទៅហើយនៅពេលដែលវាយគ្នានឹងម្ដងអ្នកនោះក៏បានខ្ទាតចេញមកតាមកញ្ចក់មុខហើយនៅពេលដែលតកង់ឡានឃើញក៏បានជន់ប្រាំងធ្លាក់តាំងអាប៉ែកអ្នកដេញតាមសម្លាប់នឹងទៀតដូចគ្នាប៉ែកនឹងក៏បានស្រែកទៅឲ្យតកង់ឡានដែរថាចាំមើលមកវិញនឹងសម្លាប់ចោលតែម្ដងហើយពេលនោះពួកគេក៏បន្តរត់ដេញតាមម្ដងអ្នកនោះរហូតទៅដល់កន្លែងមួយដែលមានឈ្មោះថាក្រុងកៅលុនហើយក្រុងនេះហើយគឺធ្វើឲ្យពួកគេខ្លាចមែនទែនមិនហ៊ានចូលទៅខាងក្នុងនោះទេចឹងហើយពួកគេមកដល់ទីនេះក៏បានឈប់ត្រឹមហ្នឹងហើយយើងអត់ដឹងទេថាមិនបានពួកនឹងខ្លាចទីក្រុងមួយនេះនៅពេលនោះដែរក៏មានបរិសម្នាក់ជិះម៉ូតូចេញមកពីខាងក្នុងហើយក៏ស្រែកមកបរិសទាំងពីរនាក់ថាមិនក៏មិនចូលមកខ្លាចអីគេហើយចំណិតរបស់ Big Boss ក៏បានឆ្លើយតបវិញយ៉ាងឌឺដូចគ្នាថាបើគ្រាន់បើចេញមកវាយគ្នាប៉ុន្តែពេលនោះកូនចៅរបស់គេក៏បានខ្សឹបទៅកាន់គេផងដែរថាមានបរិសម្នាក់រត់ចូលទៅខាងក្នុងក្រុងបាត់ទៅហើយអញ្ចឹងហើយបរិសដែលជិះម៉ូតូនោះគាត់ត្រូវចូលទៅក្នុងក្រុងវិញដើម្បីមើលថាតើនរណាគេរត់ចូលមកកន្លែងរបស់គាត់នៅពេលដែលចូលមកដល់ក្នុងបរិសម្នាក់នេះក៏បើកមើលកញ្ចប់ដែលខ្លួនឯងបានកាន់មកអំបញ្ញមិញដែលគាត់គិតថាវាគឺជាថង់លុយក៏ប៉ុន្តែវាមិនមែនទេគឺវាសុទ្ធតែជាថ្នាំហើយកលេចមកក្បែរហ្នឹងក៏ឃើញបរិសម្នាក់គាត់កំពុងតែជក់ថ្នាំអញ្ចឹងហើយគាត់ក៏បានសួរថាតើថ្នាំនេះបរិសម្នាក់នោះគាត់ទិញនៅទីណានៅពេលដែលដឹងកន្លែងហើយគាត់ក៏បានយកថ្នាំទៅលក់ប៉ុន្តែដោយសារតែគាត់គឺជាអ្នកក្រៅអញ្ចឹងហើយគឺគាត់អត់ស្គាល់តំបន់នោះទេហើយពេលនោះគាត់ក៏បានយកថ្នាំបំរុងនឹងលក់ឲ្យមនុស្សមួយក្រុមក៏ប៉ុន្តែក៏ត្រូវបានគេវាយគាត់ផងដែរដោយសារតែគេមិនអនុញ្ញាតឲ្យគាត់លក់ថ្នាំនៅទីនេះនោះទេក៏ប៉ុន្តែមនុស្សមួយក្រុមនេះធ្វើអីគាត់បញ្ចេញនោះទេត្រូវគាត់សេរីដេកអស់ទៅពេលនោះបរិសដែលជិះម៉ូតូនឹងក៏បានជិះមកដល់ហើយពេលនេះក៏បើកការប្រយុទ្ធជាមួយនឹងបរិសអ្នកនោះតែម្ដងហើយគាត់គឺពិតជាជំនាញនៅក្នុងការប្រើកាំបិតខ្លាំងមែនទែនស្ទាយប្រើកាំបិតរបស់គាត់គឺពិតជាលយណាស់យើងមើលទៅជក់ចិត្តតែម្ដងហើយដោយសារតែអត់មានអាវុធតទល់បរិសអ្នកនោះក៏បានកាច់សាំងឫស្សីមួយដើម្បីធ្វើជាកាំបិតហើយពេលនេះដោយសារតែគ្នាគេមកបន្ថែមទៀតកាន់តែច្រើនចឹងហើយអ្វីដែលគាត់អាចធ្វើបានគឺរត់ប៉ុន្តែទោះបីជារត់ទៅដល់ទីណាក៏នៅតែគេដេញតាមសម្លាប់ដែរដោយសារតែនេះគឺជាតំបន់របស់គេហើយរត់ចុះរត់ឡើងពេលនេះគាត់ក៏បានរត់ចូលទៅដល់ហាងកាត់សក់និងកើពុកមាត់មួយកន្លែងចូលទៅដល់ភ្លាមគាត់ក៏បានចាប់បុរសម្នាក់ដែលមានវ័យ
ចំណាស់ដើម្បីធ្វើជាចំណាត់ខ្មាំងហើយក៏គម្រាមឲ្យអ្នកទាំងអស់គ្នានោះដោះលែងគាត់ក៏ប៉ុន្តែមានបានដោយគាត់គិតឯណាហើយបុរសចំណាស់ម្នាក់នោះក៏ប្រើមកក្បាច់ដើម្បីផ្ដួលបុរសម្នាក់នោះបាត់ទៅហើយសម្បីតែបារីគាត់មិនធ្លាក់ពីដៃផងដែរបើគិតទៅបុរសចំណាស់ដែលគាត់ចាប់ជាចំណាត់ខ្មាំងនឹងគឺសាហាវជាងអ្នកដែលដេញសម្លាប់គាត់ទៅទៀតបន្ទាប់ពីចាប់បារីបានហើយក៏លើកបុរសម្នាក់នោះឡើងមកហើយក៏មកដៃប៉ើងដូចខ្យល់គួចយ៉ាងអញ្ចឹងនិយាយទៅ admin សំសរសើរក្បាច់វាយនីមួយៗនៅក្នុងរឿងនេះគឺម៉ាស៊ីនណាក៏លយដែរហើយអ្នកមីនៅខាងក្រៅនឹងគាត់ក៏បានងាកមកសួរថាត្រូវការគាត់ជួយដែរឬអត់ហើយបុរសចំណាំអ្នកនោះក៏បានឆ្លើយទៅវិញថាចាំស្អែកចាំសួរគេវាយគ្នាមួយថ្ងៃហ្នឹងទៅតែសួរហើយពេលនេះគេក៏បានប្រាប់ទៅកាន់បុរសចំណាំអ្នកនោះថាប៉ែនេះមកទីនេះដើម្បីលក់ថ្នាំបុរសចំណាំអ្នកនោះក៏បានប្រាប់ទៅកាន់គេថាហាមបង្ករឿងនៅទីនេះហើយនៅទីនេះដូចគ្នាក៏មិនអនុញ្ញាតឲ្យគេលក់ថ្នាំយានទេប៉ុន្តែគាត់ក៏មិនបានធ្វើបាបបុរសម្នាក់នោះដែរគាត់ក៏បានឲ្យកូនចៅរបស់គាត់បោះថ្នាំមួយកញ្ចប់នោះទៅឲ្យគេវិញហើយក៏បានប្រាប់គេថាឲ្យចាក់ចេញទៅនៅពេលនោះគាត់ក៏បានលោតចុះមកខាងក្រោមហើយក៏បានដេកនៅតាមសង្យាផ្ទះគេអញ្ចឹងទៅដោយសារតែពេលនេះគឺគាត់ត្រូវរបួសយ៉ាងដំណំហើយអ្នករស់នៅទីនោះដោយសារតែឃើញគាត់គួរអាណិតគឺក៏បានហុចនំឲ្យគាត់ញ៉ាំហើយមិនត្រឹមតែឲ្យនំញ៉ាំនោះទេក៏មានក្មេងស្រីម្នាក់ហុចទឹកក្រូចមកឲ្យគាត់បន្ថែមទៀតហើយកំពុងតែញ៉ាំនឹងក៏មានបុរសបិទមុខម្នាក់គាត់ក៏បានមកប្រាប់បុរសម្នាក់នោះថាឲ្យទៅរកលបងធំម្នាក់នៅហាងកាត់សក់ទៅហើយគេប្រកាសជាជួយគាត់ហើយឥឡូវនេះគឺយើងដឹងថាបុរសចំណាស់ម្នាក់នេះគឺមានរហស្សនាមថាព្យុះកំបត់ត្បូងហើយគាត់គឺជាលបងធំដែលមើលការខុសត្រូវនៅក្រុងកៅលុននេះព្យុះកំបត់ត្បូងក៏បានសួរទៅកាន់បុរសម្នាក់នោះថាមករកគាត់ដើម្បីអីហើយគេក៏បានប្រាប់គាត់ថាគេត្រូវការលុយហើយគាត់ក៏បានសួរថាត្រូវការលុយយកទៅធ្វើអីហើយបុរសម្នាក់នោះក៏បានឆ្លើយតបវិញថាគាត់ត្រូវការលុយដើម្បីទៅធ្វើតាជាប័ណ្ណហើយលបងធំក៏បានសួរគាត់វិញចុះអាថ្នាំមកស្បោងនឹងយកមកពីណាហើយគាត់ក៏បានប្រាប់ថាគាត់លួចមកពី Big Boss ប៉ុន្តែគាត់មិនមែនកូនចៅរបស់ Mr. Big នឹងទេដោយសារតែគាត់ទៅចាញ់បោកគេហើយពេលនេះកូនចៅរបស់ Big Boss ក៏តាមសម្លាប់គាត់ផងដែរចឹងហើយពេលនេះលបងធំក៏បានប្រាប់អប៉ែនឹងថាឲ្យហុចស្បោងថ្នាំនឹងមកឲ្យគាត់មកចាំគាត់ដោះស្រាយឲ្យប៉ុន្តែភ្លាមគេមិនបានហុចថ្នាំទៅឲ្យលបងធំទេដោយសារតែគេមិនតន់ទុកចិត្តខ្លាចចាញ់បោកដូច Big Boss អីចឹងណាប៉ុន្តែព្យុះកំបត់ត្បូងក៏បានប្រាប់វិញថាបើសិនជាគាត់ចង់បានអាថ្នាំនឹងមែនលើកមុនគឺគាត់ដោះលែងអប៉ែនឹងឲ្យជាមួយនឹងថ្នាំទៅទេចឹងហើយពេលនេះគេក៏បានហុចថ្នាំមួយស្បោងនោះទៅឲ្យព្យុះកំបត់ត្បូងហើយពេលនេះគឺលបងធំព្យុះកំបត់ត្បូងក៏បានមករក Mr. Big Boss ដល់កន្លែងតែម្ដងហើយមិនមែនមកដល់ដាក់តុអង្គុយនិយាយគ្នាធម្មតានោះទេគឺមករកនៅពេលដេកតែម្ដងហើយ Big Boss ភ្ញាក់ឡើងគឺភ្ញាក់ស្មានថាអ្នកណាមកសម្លាប់គាត់ព្យុះកំបត់ត្បូងក៏បានប្រាប់ទៅកាន់ Big Boss ថាឲ្យលើកលែងទោសឲ្យក្មេងប្រុសម្នាក់ទៅដោយសារតែគ្នាក្មេងគ្នាមិនទាន់ដឹងអ្វីនោះទេអញ្ចឹងហើយពេលនេះគាត់យកថ្នាំមកស្បោងនឹងមកបកគលឲ្យវិញហើយសង្ឃឹមថាដោះលែងជីវិតបុរសម្នាក់នោះហើយបញ្ចប់ត្រឹមនឹងទៅតែ Big Boss ក៏បាននិយាយទៅកាន់ព្យុះកំបត់ត្បូងវិញថាគាត់ចង់សម្លាប់អ្នកណាធ្វើបាបអ្នកណាវាគឺជារឿងរបស់គាត់ក៏មកចេះដឹងរឿងរបស់គាត់អីចឹងណាហើយសូម្បីតែពេលនិយាយគ្នានឹងក៏ Big Boss លូកដៃកាន់ជាមួយនឹងកាំបិតរបស់គាត់ដើម្បីត្រៀមប្រយុទ្ធគ្រប់ពេលដោយសារតែ Mr. Big Boss គឺគាត់គិតថាព្យុះកំបត់ត្បូងដាក់កាំបិតនៅនឹងចង្កេះហើយរកដកមកសម្លាប់គាត់ប៉ុន្តែវាមិនមែនជាកាំបិតនោះទេដកមកវាគ្រាន់តែជាបានបញ្ចុះតម្លៃនៅហាងកៅពុកមាត់និងកាត់សក់របស់គាត់តែប៉ុណ្ណោះហើយពេលនិយាយចប់គាត់ក៏បានដើរចេញទៅវិញហើយ Mr. Big Boss ក៏បានស្រែកទៅកាន់គាត់ថាស្មានតែព្យុះកំបត់ត្បូងមកទីនេះដើម្បីវាយគ្នាជាមួយគាត់ហើយគាត់ក៏បានបន្ថែមទៀតថាតាក់ទងជាមួយនឹងអាប៉ែដែលលួចថ្នាំគាត់ទៅនឹងចាំគាត់ទៅចាប់អាប៉ែនឹងនៅកន្លែងរបស់ព្យុះកំបត់ត្បូងតែម្ដងហើយព្យុះកំបត់ត្បូងក៏បានឆ្លើយតបវិញដោយគ្មានញញើតអីបន្តិចទេថាបើសិនជាហ៊ានចូលកន្លែងគាត់ស្វាគមន៍ហើយចំពោះបុរសម្នាក់នេះក៏ត្រូវបានកូនចៅរបស់ព្យុះកំបត់ត្បូងកំពុងតែជួយព្យាបាលរបួសគាត់ផងដែរហើយពេលនេះស៊ីនដែលជាកូនចៅចំណិតរបស់ព្យុះកំបត់ត្បូងក៏បានមកប្រាប់បុរសម្នាក់នេះថាបើសិនជាគេត្រូវការលុយចាំគាត់ជួយរកការងារឲ្យធ្វើហើយពេលនេះការងារដែលគេណែនាំមកគាត់ធ្វើនេះគឺជាអ្នកប្រឡាក់សាច់ជ្រូកហើយពេលនេះគ្រាន់តែគាត់ស្ដាប់ចង់ភៅរ៉ាយរ៉ាប់អំពីគ្រឿងផ្សំនឹងក៏គាត់វិលមកជឿក្បាលបាត់ទៅហើយដោយសារតែគាត់វាគ្មានអាជំនាញធ្វើម្ហូបអីនឹងទេនៅពេលដែលគេគេងជប់ឡើងក៏បានយកសពអាក្រក់មួយនឹកឃើញដល់នៅពេលដែលគេកំពុងតែជិះកប៉ាល់ឆ្លងដែនហើយក៏បន្តទៅធ្វើការរបស់គេបន្តទៀតទៅហើយគេក៏បានឆ្លៀតសួរថាការងារពិតរបស់ព្យុះកំបត់ត្បូងជាអ្វីហើយបរិបទពាក់ស្រោមមុខនោះក៏បានឆ្លើយប្រាប់ថារាល់បញ្ហានៅទីនេះគឺព្យុះកំបត់ត្បូងគាត់ជួយដោះស្រាយទាំងអស់បើនិយាយឲ្យស្រួលស្ដាប់លបងធំមួយនេះគឺគាត់ប្រៀបដូចជាមេភូមិដែលជួយដោះស្រាយបញ្ហារបស់អ្នករស់នៅទីនេះហើយចំពោះបរិបទម្នាក់នេះដោយសារតែការងារលាយជាមួយនឹងគ្រឿងផ្សំអីហ្នឹងគឺវាមិនត្រូវជាមួយគាត់ទេចឹងហើយពេលនេះគាត់បដូរមកធ្វើការងារជាអ្នកប្រើកម្លាំងវិញគឺគាត់លើកអ្វីគ្រប់យ៉ាងដែលគេឲ្យគាត់ធ្វើដូចជាជញ្ជូនធុងហ្គាសអីហ្នឹងជាដើមហើយដោយសារតែគេខំប្រឹងធ្វើការដើម្បីសន្សំលុយអញ្ចឹងហើយគេមិនអាចចាយវាផ្ដេសផ្ដាស់បានទេអញ្ចឹងហើយនៅរាល់យប់គឺគេគ្រាន់តែញ៉ាំនំដើម្បីទ្រាប់ពោះតែប៉ុណ្ណោះហើយលបងធំដោយសារតែឃើញគេប្រឹងប្រែងធ្វើការអញ្ចឹងហើយពេលនេះគាត់ក៏បានលើកទឹកចិត្តដោយការប៉ាវបាយហើយបាយសាច់ជ្រូកសាស៊ីវនេះវាមើលទៅវាពិតជាចំណងខ្លាំងមែនតើហើយពេលដែលគាត់ធ្វើការញ៉ាំមួយម៉ាត់ដំបូងគឺគាត់ពិតជាមានរសជាតិប្លែកមែនតើដោយសារតែគាត់មិនដែលស្គាល់រសជាតិបាយនោះទេតាំងពីមកដល់ទីនេះអញ្ចឹងហើយមើលតែមាត់គាត់ញ៉ាំទៅដឹងហើយថាបាយនឹងវាឆ្ងាញ់ប៉ុណ្ណាកាយយោតែម្ដង
ហើយពេលនេះលបងធំជួកំបត់ដបងក៏ប្រើកូនចៅរបស់គាត់ដែលមានឈ្មោះថាស៊ីនឲ្យគាត់រៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នឲ្យគេហើយពេលនេះស៊ីនក៏បានឆ្លៀតសួរទៅកាន់បរិអ្នកនោះថាឈ្មោះអីអញ្ចឹងណាគាត់ក៏ប្រាប់ស៊ីនថាគាត់ឈ្មោះឆិនឡុកវិនហើយអេដមីនអត់ដឹងថាអានឈ្មោះគាត់ត្រូវអត់ទេប៉ុន្តែគេទៅសេមកអញ្ចឹងហើយអេដមីនសុំហៅគាត់ថាវុនតែម្ដងទៅដោយសារតែកុំឲ្យវែងពេកបន្ទាប់មកគេក៏ទៅអង្គុយមើលទូរទស្សន៍ជាមួយនឹងអ្នកភូមិយ៉ាងសប្បាយរីករាយស្អែកឡើងវិនគាត់ក៏បានធ្វើការរបស់គាត់បន្តទៅទៀតហើយពេលនេះគេក៏បានលើកអីវ៉ាន់មកដាក់នៅក្នុងផ្ទះបនស្រីមួយកន្លែងហើយចូលមកដល់ក៏ឃើញថានៅក្នុងនោះគឺមានបុរសម្នាក់ដែលកំពុងតែវាយប្រពន្ធរបស់គាត់ដើម្បីដណ្ដើមយកលុយហើយនៅពេលនោះវិនគាត់គ្រាន់តែឈរមើលតែប៉ុណ្ណោះតែក៏ត្រូវបានអាប៉ែកនឹងសម្លាប់គាត់មកវិញថាកុំមកឈរសម្លាប់គាត់អញ្ចឹងប្រយ័ត្នមានរឿងហើយស្អែកឡើងអាប៉ែកនឹងក៏បន្តវាយប្រពន្ធរបស់គាត់បន្ថែមទៀតអាប៉ែកនឹងមើលទៅគឺដូចជាមនុស្សបែកថ្នាំយ៉ាងអញ្ចឹងហើយវិននៅពេលដែលគាត់ដើរទៅធ្វើការគឺគាត់ក៏បានឃើញថាមានក្មេងស្រីម្នាក់កំពុងតែសម្លឹងទៅខាងលើអញ្ចឹងហើយគាត់ក៏សួរក្មេងស្រីម្នាក់នោះថាកំពុងតែមើលអីក្មេងតូចហើយសម្លឹងទៅខាងលើក៏ឃើញថាមានសាកសពនារីម្នាក់កំពុងតែគេងស្លាប់ហើយពេលនេះលបងធំជួកំបត់ត្បូងក៏បានមកដល់ទីនេះហើយគាត់ក៏បានឲ្យវិនឡើងទៅលើដើម្បីយកសាកសពនារីម្នាក់នោះចុះមកខាងក្រោមវិញហើយនារីម្នាក់នោះគឺជាម្ដាយរបស់ក្មេងស្រីដែលកំពុងតែឈរមើលនឹងឯងហើយគាត់ក៏បានឲ្យស៊ីនទៅហៅបរិសុទ្ធដែលពាក់ស្រោមមុខនឹងដែលមានឈ្មោះថា AV មកជួយពិនិត្យក៏ដូចជាធ្វើកសលវិច័យអីអញ្ចឹងណាថាស្លាប់មកពីមូលហេតុអីអញ្ចឹងទៅហើយនៅពេលដែល AV ពិនិត្យហើយគាត់ក៏បានប្រាប់ថានារីម្នាក់នោះស្លាប់ដោយសារតែត្រូវបានគេវាយសម្លាប់ហើយគាត់ក៏ត្រូវបានគេបោះទម្លាក់មកផងដែរដោយសារតែឆ្អឹងរបស់នាងគឺបានបាក់ខ្ទេចខ្ទីអស់ទៅហើយពេលនេះវិនគាត់ក៏បានប្រាប់ទៅកាន់លបងធំជួកំបត់ត្បូងថាថ្ងៃមួយគឺគាត់បានយកអីវ៉ាន់ទៅឲ្យគេនៅផ្ទះបនមួយកន្លែងគាត់ក៏បានឃើញបរិសុទ្ធម្នាក់វាយនារីម្នាក់នេះហើយវិនក៏បានសួរទៅកាន់លបងធំថាហេតុអីបានជានៅទីនេះរស់នៅហាក់បីដូចជាគ្មានច្បាប់ទម្លាប់អីអញ្ចឹងលបងធំក៏បានប្រាប់មកវិញថាដោយសារតែវិនគឺទៅតែមកដល់ទីនេះអញ្ចឹងហើយមិនដឹងថាអ្នករស់នៅទីនេះគឺគេរស់នៅបែបណានោះទេនៅទីនេះវាដូចជាទីក្រុងអនាធិបតេយ្យមួយអញ្ចឹងគឺមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះទេបន្ទាប់មកវិនក៏បានទៅហាងលក់ចាប់រួយមួយដើម្បីទិញស្ករគ្រាប់ហើយយើងមិនដឹងថាគេទិញស្ករគ្រាប់ទៅធ្វើអីទេហើយពេលនេះបរិសុទ្ធដែលបានសម្លាប់ប្រពន្ធខ្លួនឯងនឹងគឺគេកំពុងតែដើរយ៉ាងរំភើយហើយពេលនេះយើងឃើញថាវិនក៏តែងស្ករគ្រាប់ដើម្បីយកមកបាំងភ្នែករបស់គាត់ដើម្បីកុំឲ្យគេចំណាំហើយមើលទៅគឺគាត់កំពុងតែចង់ចាត់ការអាប៉ែកនឹងហើយស្រាប់តែងាកទៅខាងលើក៏ឃើញថាមានវត្តមានរបស់បរិសុទ្ធបិទម៉ាស់ម្នាក់ទៀតហើយពេលដែលងាកមកខាងក្រោមវិញក៏ឃើញថាមានបរិសុទ្ធបិទម៉ាស់ម្នាក់ទៀតដែលមិនចាំយូរទេបរិសុទ្ធបិទម៉ាស់នៅខាងលើក៏ហក់មកបើកការវាយប្រហារតែម្ដងហើយអ្នកនៅខាងក្រោមនឹងអត់ដឹងថាអ្នកណាជាអ្នកណានោះទេប៉ុន្តែគោលដៅរបស់គេតែមួយអញ្ចឹងហើយពេលនេះគឺបន្តវាយតែម្ដងហើយអាប៉ែកនោះគ្មានបានតម្ដៃទេគឺត្រូវបានអ្នកទាំង4ហ្នឹងគឺសាប់យកគ្មានដកដៃនោះទេហើយពេលកំពុងតែវាយនឹងក៏ឆ្លៀតដកអំពៅដែលបរិសុទ្ធអ្នកនោះកាន់នឹងគប់ចោលហើយក៏បានប្រាប់ថាស៊ីដបងឆ្ងាញ់ជាងហើយកំពុងតែវាយនឹងវិនគាត់ក៏បានជ្រុះអាស្ករគ្រាប់ដែលគាត់យកមកបាំងភ្នែកកុំឲ្យគេមើលស្គាល់គាត់ណាហើយគេរៀបនឹងមើលឃើញមុខគាត់ទៅហើយប៉ុន្តែក៏ត្រូវបានបរិសុទ្ធម្នាក់ទៀតបានយកម៉ាស់មកបិទបាំងឲ្យគាត់ទាន់ពេលហើយបន្ទាប់ពីវាយយ៉ាងដំណំហើយពួកគេក៏បន្តលើកអាប៉ែម្នាក់នោះបោក3-4 ដងទៀតបានពួកគេអស់ចិត្តហើយបន្ទាប់ពីឃើញអាប៉ែនឹងទក់សាច់ហើយពួកគេក៏បានត្រឡប់ទៅវិញហើយបរិសុទ្ធម្នាក់នេះគាត់ក៏បានសួរទៅកាន់វិនថានឹងគឺជាឈិនលុកវិននឹងមែនទេហើយវិនក៏បានសួរថាមិនបានស្គាល់គាត់ហើយគេក៏បានប្រាប់ថាដោយសារតែគេគឺត្រូវបានលបងធំជួកំបត់ត្បូងកាច់បំបាក់ដៃអញ្ចឹងហើយអ្នកណាគេក៏ស្គាល់គេដែរនៅទីនេះគឺគេពិតជាល្បីខ្លាំងមែនតើឥឡូវហ្នឹងហើយគេក៏បានណែនាំខ្លួនគេបន្ថែមថាគេគឺជាកូនចៅរបស់លបងធំខ្លាហើយលបងធំខ្លាគឺជាមិត្តស្លាប់រស់របស់លបងធំជួកំបត់ត្បូងបន្ទាប់ពីសេរីអាប៉ែនោះយ៉ាងទុកសាច់ហើយពួកគេក៏បានទៅអង្គុយលេងម៉ាជាងជុំគ្នាហើយពេលលេងហ្នឹងវិនគឺគាត់លេងឈ្នះគេនោះទេគាត់ចោលស្អីក៏គេដល់ដែរហើយគាត់ក៏សួរទៅកាន់អ្នកទាំង3ថាគៀបស៊ីគាត់មែនហើយ3អ្នកនោះអត់មានដោះសារអីនោះទេគឺឆ្លើយមួយម៉ាត់យ៉ាងខ្លីគៀបស៊ីនឹងហើយពេលនេះវិនក៏បានដកលុយរបស់គេឡើងមកបាច់ដោយខំសំនឹងដើម្បីសងគេហើយនេះវាគ្រាន់តែជាឈុតកំ pl ែងតែប៉ុណ្ណោះស្អែកឡើងលបងធំជួកំបត់ត្បូងដែលកំពុងតែបង្ហោះខ្លែងលេងហ្នឹងក៏បានហៅវិនឲ្យមកជួបគាត់ថាគាត់បានប្រាប់ហើយថាកុំឲ្យបង្កបញ្ហាហើយបានជាទៅវាយគេអញ្ចឹងដោយសារតែឃើញលបងធំនិយាយយ៉ាងមុខស្ងួតអញ្ចឹងហើយគេក៏មានការភ័យបន្តិចផងដែរខ្លាចលបងធំដេញគេចេញបន្ទាប់មកលបងធំក៏បាននិយាយថាបើសិនជាមានរឿងនឹងកើតឡើងលើកក្រោយកុំភ្លេចហៅគាត់ផងគាត់ទៅវាយដែរទៅជេរចេះឆ្កុយសាច់រឿងបន្ទាប់ពេលនេះពួកគេកំពុងតែអង្គុយមើលព័ត៌មានហើយកំពុងតែចោះផ្សាយដែលព័ត៌មាននោះនិយាយអំពីរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍក៏ដូចជារៀបចំឲ្យមានសណ្ដាប់ធ្នាប់តាក់ព័ន្ធទៅនឹងក្រុងកៅលុននេះដោយសារតែទីនេះគឺវាសល់មកពីសង្គ្រាមអញ្ចឹងហើយពេលនេះគឺជាសំណង់អាណាធិបតេយ្យអញ្ចឹងហើយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេហើយចំពោះលបងធំព្យុះកំបិតត្បូងវិញដោយសារតែពេលនេះគាត់មានអាការៈឈឺទ្រូងអញ្ចឹងហើយគាត់ក៏មកឲ្យ AV ពិនិត្យហើយ AV ក៏បានប្រាប់ទៅកាន់លបងធំថាគាត់ចង់ឲ្យស៊ីនជូនលបងធំទៅកាន់ពេទ្យតែម្ដងដើម្បីពិនិត្យឲ្យបានច្បាស់លាស់ហើយចំពោះលបងធំវិញគាត់ក៏បាននិយាយថាគាត់នឹងរងចាំរហូតដល់ថ្ងៃរដ្ឋាភិបាលមករៀបចំទីនេះឲ្យបានល្អទើបគាត់ស្លាប់បន្ទាប់មកគាត់ក៏បានទៅជួបលបងធំម្នាក់ទៀតដែលក៏ជាមិត្តស្លាប់រស់ជាមួយគ្នាដោយលបងខ្លាអញ្ចឹងហើយគាត់មានឈ្មោះថាលបងធំឆៅនិយាយចំទៅលបងធំម្នាក់នេះគាត់គឺជាម្ចាស់អគារមួយ
ចំនួននៅក្នុងកៅលុនដែលគាត់មានអាគារជួលច្រើនជាងគេហើយចំពោះលបងព្យូកំបត់ត្បូងវិញគាត់គឺជាអ្នកមើលការខុសត្រូវនៅទីនោះនៅពេលមកដល់គាត់ក៏ឃើញមិត្តភក្តិរបស់គាត់គឺលេបថ្នាំជាច្រើនចឹងហើយគាត់ក៏បានប្រាប់ថាឲ្យសម្រាកខ្លះទៅមិនបាច់ខំប្រឹងពេកទេហើយរឿងដែលកន្លងផុតទៅនឹងគឺមិនបាច់សងសឹកអីទេឲ្យវាផុតទៅតាមនឹងអីចឹងទៅហើយពេលនេះគាត់ក៏ស្រមៃមកដល់រឿងអតីតកាលដែលប្រពន្ធនិងកូនរបស់គាត់គឺត្រូវបានលបងធំម្នាក់សម្លាប់ហើយនៅពេលនេះគាត់កំពុងតែតាមសងសឹកកូនប្រុសរបស់លបងធំម្នាក់ដែលបានសម្លាប់ក្រុមគ្រួសាររបស់គាត់ហើយសាច់រឿងបន្ទាប់នឹងពួកគេទាំង4នាក់ក៏កំពុងតែអង្គុយជជែកគ្នាលេងហើយស៊ីនគេក៏បានទិញបាសមួយដើម្បីមកហាត់ច្រៀងលេងផងដែរហើយគេក៏បាននិយាយថានៅពេលដែលរដ្ឋាភិបាលរៀបចំទីនេះរួចរាល់គេមានគម្រោងនឹងបើកកន្លែងច្រៀងខារ៉ាអូខេមួយអញ្ចឹងហើយគេធ្វើការហាត់សមពីឥឡូវទៅអញ្ចឹងណាប៉ុន្តែចម្លែកអីគឺគេដោតបាសនឹងអត់ឮសំឡេងទេហើយដោយសារតែផលិតផលនឹងប្រហែលជារបស់ជប៉ុន AV គេចេះអានជប៉ុនអញ្ចឹងគេក៏បានអានសៀវភៅណែនាំហើយពេលនេះគេក៏បានទៅដោតដោយធ្វើឲ្យបាសរបស់ស៊ីននឹងគឺឮសំឡេងហើយស៊ីននៅពេលដែលបាសគេឮសំឡេងគេក៏សប្បាយចិត្តខ្លាំងមែនទែនច្រៀងផងរាំផងបន្ទាប់មកវិញគេក៏បានទៅប្រាប់លបងធំជួកំបត់ត្បូងថាគេចង់ដើរតាមគាត់ទោះបីជានៅទីនេះរៀបចំយ៉ាងម៉េចក៏ដោយក៏គេនៅតែតាមលបងធំដែរហើយលបងធំក៏បានប្រាប់ទៅគេវិញថាដើរតាមគាត់ធ្វើអីគាត់ជាជាងកាត់សក់នឹងហើយដោយសារតែគាត់ឃើញវិនគឺមានពុកមាត់ច្រើនចឹងហើយគាត់ក៏បានទៅកោរពុកមាត់ឲ្យវិនទៅហើយនៅពេលដែលកោរពុកមាត់នឹងគាត់ក៏ស្រមៃទៅដល់មិត្តភក្តិរបស់គាត់ម្នាក់ទៀតហើយចំពោះលបងធំម្នាក់នេះគាត់ក៏ទទួលបានទូរស័ព្ទមួយដែលគេខលមកប្រាប់ថាគឺគេមានដំណឹងអំពីកូនប្រុសអ្នកដែលសម្លាប់ក្រុមគ្រួសាររបស់គាត់ហើយទោះបីជាគាត់ទទួលបានដំណឹងបែបនេះក៏ប៉ុន្តែគាត់មិនទាន់ស្គាល់ទេថាអ្នកនោះគឺជាអ្នកណាហើយពេលនេះគាត់ក៏បានហៅបងប្អូនទាំងអស់គ្នាមកជប់លៀងញ៉ាំអីជុំគ្នាដើម្បីប្រាប់ដំណឹងដ៏ល្អមួយនេះហើយពួកគេដែលជាកូនចៅរបស់ព្យូកំបត់ត្បូងនឹងក៏ទៅចូលរួមកម្មវិធីនោះផងដែរដើរមកដល់វិហារមើលកន្លែងពេលនោះពួកគេក៏ចូលលេងមួយផ្លែតទៅហើយពេលនោះវិនគាត់ក៏បានសួរថាហេតុអីបានជានៅក្នុងព្រះវិហារនេះគឺមានសិតតែស្នាមកំបិតអញ្ចឹងហើយប៉ែអាសនេះក៏បានប្រាប់ទៅកាន់វិនថាកាលពីជាង30ឆ្នាំមុននៅក្រុងកៅលុនគឺវាមិនមែនមានស្ថិរភាពដូចឥឡូវទេដោយលបងធំម្នាក់នឹងគឺដណ្ដើមគ្នាកាន់កាប់ទឹកដីរៀងៗខ្លួនហើយចំនួននោះគឺមានលបងធំមួយដែលមានសក្តានុពលជាងគេមានកូនចៅច្រើនជាងគេគឺគាត់មានឈ្មោះថាលបងធំលុយហើយចំណិតរបស់លបងធំលុយគឺមានឈ្មោះថាលបងធំជីមហើយពេលនោះលបងធំលុយបានបញ្ជាឲ្យជីមចាប់ក្រុមគ្រួសាររបស់លបងធំឆៅធ្វើជាចំណាត់ខ្មាំងហើយជីមក៏បានធ្វើការសម្លាប់ក្រុមគ្រួសាររបស់លបងធំឆៅដែលមានប្រពន្ធម្នាក់និងកូន2នាក់ហើយជីមក៏បានធ្វើការវាយលបងធំខ្លារហូតដល់គាត់ពិការភ្នែកហើយវិនក៏បានសួរថាចុះលបងធំព្យុះកំបិតត្បូងគាត់បញ្ចប់ពាក្យវឹកវរនេះដោយរបៀបណាហើយអាប៉ែអៅសនេះក៏បានឆ្លើយទាំងបំភ្លើសថាពួកគាត់វាយគ្នា7យប់7ថ្ងៃប៉ុន្តែស៊ីនក៏បានប្រាប់មកវិញថាវាមិនដល់7យប់7ថ្ងៃទេតែមួយយប់មួយថ្ងៃតែប៉ុណ្ណោះហើយនៅកន្លែងសសរដែលមានស្នាមបាតដៃផុងមួយនេះគឺជាកន្លែងដែលព្យុះកំបិតត្បូងបានវាយសម្លាប់ជីមនៅទីនេះហើយនិយាយមកដល់ត្រឹមនេះពួកគេក៏បានធ្វើការចាក់ចេញពីកន្លែងនេះទៅដោយសារតែពេលនេះគឺដល់ម៉ោងទៅជប់លៀងជាមួយនឹងលបងធំហើយនៅពេលនេះលបងធំដែលមានឥទ្ធិពលទាំង3នៅក្រុងកៅលុនក៏បានមកជួបជុំគ្នាហើយលបងធំឆៅក៏បានប្រាប់ដំណឹងមួយនេះទៅកាន់លបងធំទាំងពីរថាពេលនេះគាត់បានរកឃើញកូនប្រុសរបស់ជីមហើយពេលនេះគាត់នឹងធ្វើការសងសឹកដោយសារតែជីមសម្លាប់គ្រួសាររបស់គាត់អញ្ចឹងហើយពេលនេះគាត់នឹងសម្លាប់គ្រួសាររបស់ជីមវិញហើយលបងធំខ្លាក៏និយាយថាទោះបីជាស្លាប់10ដងក៏មិនគ្រប់គ្រាន់ដែរដោយសារតែគាត់បានបាត់បង់ភ្នែកដោយសារជីមហើយចំពោះព្យុះកំបិតត្បូងគាត់ក៏បានបង្វែរស្ថានភាពកុំឲ្យតានតឹងពេកគាត់ក៏លើកការជុលមួយទៅហើយពេលនេះពួកគេទាំងអស់គ្នាក៏បានចូលមកដល់ហើយព្យុះកំបិតត្បូងក៏ឲ្យវិនហើយលបងធំឆៅនិងលបងធំខ្លាហើយព្យុះកំបិតត្បូងក៏បានប្រាប់ឲ្យពួកគេទាំងអង្គុយនៅខាងក្រៅទៅដើម្បីទុកឲ្យចាស់និយាយគ្នាហើយចំពោះលបងធំព្យុះកំបិតត្បូងនៅពេលដែលគាត់សម្លឹងមើលទៅកាន់វិនគាត់ក៏បាននឹកឃើញមិត្តភក្តិរបស់គាត់តាមពិតទៅជីមហើយជាមួយនឹងព្យុះកំបិតត្បូងគឺពួកគាត់ជាមិត្តល្អនឹងគ្នាក៏ប៉ុន្តែពួកគាត់នៅប៉ះផ្សេងគ្នាដែលគាត់នឹកឃើញទៅដល់គ្រាមួយដែលគាត់បានកោរពុកមាត់ឲ្យជីមហើយពេលនោះជីមក៏បានប្រាប់គាត់ថាប្រពន្ធរបស់ជីមគឺមានទម្ងន់ហើយជីមក៏បានផ្ដាំមកកាន់ព្យុះកំបិតត្បូងថាបើថ្ងៃណាមួយគាត់ស្លាប់ឲ្យមើលថែប្រពន្ធនិងកូនរបស់គាត់ផងហើយព្យុះកំបិតត្បូងវិញក៏បានប្រាប់ទៅកាន់ជីមដូចគ្នាថាបើសិនជាថ្ងៃណាមួយគាត់ស្លាប់កុំភ្លេចមើលហាងកាត់សក់និងកោរពុកមាត់របស់គាត់ផងបន្ទាប់មកសាច់រឿងក៏បានរំលឹកទៅកាន់អតីតកាលកាលពីជាង30ឆ្នាំមុននៅគ្រាមួយដែលពួកគេបានធ្វើការកាប់សម្លាប់គ្នារវាងក្រុមបងធំទាំងពីរហើយដោយសារតែជីមគឺជាកូនចៅរបស់បងធំលុយគឺជាបាក់ដ៏អាក្រក់អញ្ចឹងហើយពេលនេះគឺព្យុះកំបិតត្បូងនឹងធ្វើការសងសឹកដោយសារតែជីមគឺបានធ្វើការសម្លាប់ក្រុមគ្រួសាររបស់បងធំឆៅហើយនៅពេលប្រយុទ្ធគ្នាលបងធំទាំងពីរក៏មានឱកាសសម្លាប់គ្នាទៅវិញទៅមកក៏ប៉ុន្តែពួកគេមិនដាច់ចិត្តចាត់ការគ្នានោះទេ
ជួកំបិតដបងគាត់ប្រាប់ទៅកាន់ជីមថាគាត់ត្រូវតែសម្លាប់លបងធំលុយហើយជីមក៏បានប្រាប់ថាលុះត្រាតែឆ្លងសាកសពរបស់គេសិននិយាយទៅវាពិបាកបែងចែកដោយសារតែគុណធម៌ជាមួយនឹងលបងធំហើយនឹងជាមួយនឹងបងប្អូនអញ្ចឹងហើយគឺត្រូវតែរើសយកតែមួយអញ្ចឹងហើយពេលនេះពួកគេក៏ពិភាក្សាគ្នាថាពួកគេនឹងបិទភ្នែកដើម្បីវាយគ្នាបើសិនជាពួកគេមើលគ្នាមិនឃើញគឺងាយស្រួលនៅក្នុងការកាប់សម្លាប់គ្នាហើយពាក្យមួយឃ្លាដែលពួកគេធ្លាប់និយាយគ្នាក៏បានខ្លាចជាការពិតជីមគាត់ក៏បាននិយាយម្ដងទៀតថាបើគាត់ស្លាប់កុំភ្លេចមើលថែកូននិងប្រពន្ធរបស់គាត់ផងហើយចំពោះព្យុះកំបត់ដបងវិញក៏និយាយដូចគ្នាថាបើគាត់ស្លាប់កុំភ្លេចជួយមើលថែហាងរបស់គាត់ផងសាច់រឿងបន្ទាប់ក៏បង្ហាញអំពីលបងធំព្យុះកំបត់ដបងក៏បានពោក្មេងម្នាក់រួមជាមួយនឹងមនុស្សស្រីម្នាក់ហើយក៏បានហិចលុយទៅឲ្យគាត់យើងមើលទៅយើងដឹងហើយថានេះគឺជាប្រពន្ធរបស់ជីមហើយពេលនេះប្រពន្ធរបស់ជីមក៏បានទះមួយកំភ្លៀងទៅកាន់ព្យុះកំបត់ដបងហើយគាត់ក៏បានធ្វើការចាក់ចេញទៅអញ្ចឹងពេលនេះយើងអាចសន្និដ្ឋានបានហើយថាព្យុះកំបត់ដបងគឺបានសម្លាប់ជីមហើយក្មេងប្រុសដែលនារីម្នាក់នោះកំពុងតែពោហ្នឹងគឺឈិនលុកវិននឹងឯងហើយពេលនេះពិធីជប់លៀងត្រូវបានបញ្ចប់ហើយលបងធំខ្លាក៏ត្រឡប់ទៅវិញហើយពេលដែលឡានគាត់ក៏បានប្រាប់កូនចៅរបស់គាត់ហើយពួកគេនឹងធ្វើការសងសឹកហើយម្នាក់នោះគឺមានឈ្មោះថាឈិនលុកវិនហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថានៅពេលដែលវិនគាត់ចូលទៅខាងក្នុងមិញក៏បងធំទាំងអស់គ្នាមិនចាត់ការគឺដោយសារតែបងធំទាំងអស់គ្នាគឺអត់ស្គាល់គេទេថាគេគឺជាឈិនលុកវិនដោយសារតែលឺលបងធំនិយាយបែបនេះគេក៏បានផ្ញើសារសម្លេងមកកាន់ស៊ីនហើយប្រាប់ស៊ីនថាវិនគឺជាកូនប្រុសរបស់ជីមស៊ីនគេក៏បានយករឿងនេះមកប្រាប់លបងធំជួកំបិតដបងក៏ប៉ុន្តែតាមពិតលបងធំគឺបានដឹងរឿងនេះរួចជាស្រេចហើយពេលនេះចំពោះ Big Boss វិញគឺមានការពឹងពាក់ជាមួយនឹងអ្នកដែលរកស៊ីអចលនទ្រព្យដែលពេលនេះគឺគេនឹងធ្វើការអភិវឌ្ឍទៅកាន់តំបន់ក្រុងកៅលុនដោយសារតែពួកគេគឺមិនចង់ចំណាយថ្លៃសំណងសងទៅឲ្យអ្នកដែលរស់នៅទីនោះច្រើនពេកទេអញ្ចឹងហើយគេចង់ឲ្យ Big Boss ជួយសម្រួលហើយចំពោះចំណិតរបស់ Mr. Big Boss ក៏បានលូកមាត់ថានៅកន្លែងនោះគឺជាតំបន់របស់ជួកំបិតដបងហើយ Big Boss វិញក៏សួរទៅកាន់ចំណិតរបស់គាត់ថាកន្លែងបោះព្យុះកំបត់ដបងក៏ព្យុះទៅខ្លាចអីសាច់រឿងបន្ទាប់លបងធំឆាវកំពុងតែចូលទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយហើយចាយដនអី Mr. Big Boss ក៏កំពុងតែអង្គុយញ៉ាំអីនៅទីនោះផងដែរអញ្ចឹងហើយគាត់ក៏បានដើរមកនិយាយជាមួយនឹងលបងឆាវMr. Big Boss ក៏បានប្រាប់លបងឆាវថាគាត់មានការងារសំខាន់មួយចំនួនដែលត្រូវចូលទៅក្នុងក្រុងកៅលុនក៏ប៉ុន្តែដោយសារតែក្រុងកៅលុនគឺនៅក្រោមការគ្រប់គ្រងរបស់លបងធំទាំង3ហើយជាពិសេសគឺព្យុះកំបត់ដបងអញ្ចឹងហើយគាត់ចង់សន្យាឲ្យផលប្រយោជន៍ទៅកាន់លបងធំឆាវតែលបងធំឆាវក៏បានប្រាប់វិញថាគាត់មិនអាចក្បត់បងប្អូនគាត់ទេហើយចំណិតរបស់ Mr. Big Boss ក៏បានលូកមាត់ថាទុកគេជាបងប្អូនប៉ុន្តែគេមិនបានទុកគាត់ជាបងប្អូនទេហើយ Mr. Big Boss ក៏សម្ដែងធ្វើជាស្ដីឲ្យកូនចៅរបស់ខ្លួនថារឿងខ្លះមិនគួរនិយាយត្រង់ពេកទេនិយាយមកឌឺតែម្ដងកន្លែងហ្នឹងហើយ Mr. Big Boss ក៏បានសួរទៅកាន់លបងធំឆាវថាពេលនេះក្រែងលបងធំកំពុងតែស្វែងរកក្មេងម្នាក់ដែលមានឈ្មោះថាឈិនលុកវ៉ាន់ត្រូវអត់ហើយពេលនោះគាត់ក៏ធ្វើការបំបាយបំបាក់ចាក់មនោគមតែម្ដងគាត់ក៏បានប្រាប់លបងធំឆាវថាដឹងអត់ថាព្យុះកំបត់ដបងបានលាក់ឈិនលុកវ៉ាន់នៅក្នុងក្រុងកៅលុនយូរហើយបើសិនបើគេទុកជាបងប្អូនមែនគេប្រកាសជាប្រាប់លបងធំឆាវហើយមិនមែនលាក់បាំងដូចនេះទេលបងធំឆាវឮ Mr. Big Boss និយាយដូចនេះគាត់មានកំហឹងយ៉ាងខ្លាំងហើយពេលនេះស៊ីនគឺកំពុងតែរៀបអីវ៉ាន់ឲ្យវិនដើម្បីចាក់ចេញដោយសារតែបន្តិចទៀតនេះគឺបងធំទាំងអស់នឹងមករកគេហើយប៉ុន្តែវិនគឺគេអត់ចង់ចាក់ចេញនោះទេដោយសារតែគេអត់បានដឹងអតីតកាលរបស់គេថាគេគឺជាកូនអ្នកណាមកពីណានោះទេពីព្រោះតែគេកំព្រីឪពុកម្ដាយតាំងពីក្មេងអញ្ចឹងហើយគេមិនដឹងថាប្រវត្តិរបស់គេយ៉ាងណានោះទេហើយពេលនោះគេក៏បានដើរទៅសួរព្យុះកំបត់ដបងថាចង់ដេញគេចេញទាំងបែបនេះមែនទេព្យុះកំបត់ដបងក៏បានប្រាប់ទៅកាន់វិនថាគេគឺជាអ្នកសម្លាប់ឪពុករបស់វិនប៉ុន្តែវិនគេក៏បានឆ្លើយថាគេមិនខ្វល់នោះទេដោយសារតែគេមិនបានដឹងពីអតីតកាលរបស់គេថាគេមកពីណានោះទេអ្វីដែលគេគិតគឺត្រឹមដឹងថាព្យុះកំបត់ដបងគឺជាអ្នកជួយសង្គ្រោះជីវិតគេប៉ុន្តែទោះបីជាវិនព្រមឬមិនព្រមក៏ព្យុះកំបត់ដបងនឹងដេញគេចេញផងដែរដែលនេះគឺជាផ្លូវរស់តែមួយគត់សម្រាប់គេហើយពេលនេះស៊ីនក៏បាននាំគេចាក់ចេញទៅក៏ប៉ុន្តែមិនទាន់បានចាក់ចេញនោះទេលបងធំទាំងអស់ក៏បានមកដល់ហើយលបងធំឆាវក៏បានដើរទៅសួរព្យុះកំបត់ដបងថាព្រមឲ្យគាត់ចាប់ដែរឬអត់ហើយលបងធំខ្លាគឺអត់និយាយច្រើនទេក៏ស្រែកឲ្យកូនចៅរបស់គាត់ចូលទៅសម្លាប់តែម្ដងហើយកូនចៅរបស់ព្យុះកំបត់ដបងក៏ចង់ជួយផងដែរប៉ុន្តែគាត់មិនអនុញ្ញាតនោះទេក៏ព្រោះតែព្យុះកំបត់ដបងមិនអាចលូកដៃបានទេដោយសារតែពេលនេះបាតដៃក៏សាច់ក្នុងដៃក៏សាច់អញ្ចឹងហើយពេលនេះគឺមានតែមើលទៅលើវិនថាតើគេអាចទប់ទល់នឹងខ្លួនឯងបានឬអត់ហើយដោយសារតែមើលទៅកូនចៅរបស់គាត់មិនអាចចាត់ការបានលបងធំខ្លាក៏ចូលទៅចាត់ការដោយខ្លួនឯងហើយលបងធំខ្លាក៏មិនអាចចាត់ការវិនដោយស្រួលដែរដោយសារតែពេលនេះលបងធំឆៅមានវ័យចាស់បន្តិចហើយវិនគឺគេនៅក្មេងគេមានកម្លាំងជាងអញ្ចឹងហើយពួកគេមិនអាចធ្វើអីវិនបានទេនៅពេលនេះវិនក៏អាចយកឈ្នះពួកគេបន្តិចក្រោយមកលបងធំឆៅក៏ចូលមកហើយក៏ប្រើកម្លាំងធាតុមួយដៃដែលធ្វើឲ្យវិនឡើងវង្វេងវង្វាន់ស្មារតីពេលនេះវិនគឺ
គឺมันអាចទប់ទល់ជាមួយនឹងលបងធំឆៅបានទេហើយលបងធំឆៅគឺរៀបនឹងសម្លាប់វិនទៅហើយប៉ុន្តែពេលនោះគេក៏ទាញបានកូនកំបិតមួយដើម្បីយកមកចាក់លបងធំឆៅប៉ុន្តែចាក់មិនបាននោះទេដោយសារតែគាត់បានទប់ជាប់ហើយគេក៏បានខំស្លឹកតិចតែម្ដងហើយដោយសារតែវិនគឺជាមនុស្សដែលតស៊ូនៅក្នុងការប្រយុទ្ធគ្នាអញ្ចឹងហើយគាត់មិនបោះបង់ងាយៗនោះទេហើយចុងក្រោយគាត់ក៏អាចយកឈ្នះលបងធំឆៅបានហើយដោយសារតែការអត់ធ្មត់មានដែនកំណត់ពេលនេះគេក៏ចង់សម្លាប់លបងធំឆៅតែម្ដងហើយនៅពេលដែលគេកាន់កំបិតរៀបនឹងដាវចូលទៅសម្លាប់លបងធំឆៅហើយពេលនេះលបងធំព្យុះកំបិតត្បូងក៏មកដៃធ្វើឲ្យវិនខ្ទាតឡើងប៉ើងហើយលបងធំព្យុះកំបិតត្បូងក៏បានប្រាប់ទៅកាន់វិនថាឲ្យចាក់ចេញពីទីនេះទៅហើយកុំត្រឡប់មកវិញប៉ុន្តែលបងធំឆៅគាត់មិនព្រមនោះទេគាត់ក៏បានដាវចូលដើម្បីចង់ទៅសម្លាប់វិនហើយនៅពេលដែលលបងធំព្យុះកំបិតត្បូងរារាំងគាត់ក៏បានកាប់លបងធំព្យុះកំបិតត្បូងមួយកំបិតហើយវិនក៏ចង់ចូលទៅជួយហើយពេលនេះលបងធំឆៅក៏បានចាក់វិនមួយកំបិតតែម្ដងអញ្ចឹងហើយឃើញបែបនេះកូនចៅរបស់លបងធំព្យុះកំបិតត្បូងគឺមិនចាំយូរនោះទេក៏ចូលវាយប្រហារទៅកាន់លបងធំឆៅទាំងអស់គ្នាតែម្ដងហើយអបិតងំម្នាក់នេះគឺកាប់ឡើងដាច់កំបិតរបស់លបងធំឆៅហើយស៊ីនរៀបនឹងចូលទៅចាក់សម្លាប់លបងធំឆៅហើយប៉ុន្តែក៏ត្រូវបានព្យុះកំបិតត្បូងរារាំងហើយគាត់ក៏បានចូលទៅប្រាប់លបងធំឆៅថារឿងពីអតីតកាលគឺឲ្យបំភ្លេចចោលទៅហើយពេលនោះលបងធំឆៅក៏ដើរចាក់ចេញពីទីនោះទាំងទឹកមុខពោកពេញដោយគំនុំបន្ទាប់មកលបងធំឆៅក៏បានទៅរក Mr. Big Boss ប៉ុន្តែមិនបានជួបគាត់នោះទេក៏បានជួបចំណិតរបស់គាត់គឺ King គេក៏ប្រាប់លបងធំឆៅថាមានរឿងអីឲ្យនិយាយជាមួយគេមកប៉ុន្តែលបងធំឆៅមិននិយាយជាមួយ King ទេគាត់ក៏ប្រាប់ថាចាំ Mr. Big Boss មកចាំគាត់និយាយជាមួយហើយ King ក៏បាននិយាយទាំងមិនពេញចិត្តទៅកាន់លបងធំឆៅវិញថាទោះបីជាប្រាប់ Big Boss ក៏នៅតែគេជាអ្នកចេញមុខធ្វើការដដែលហ្នឹងអញ្ចឹងហើយលបងធំឆៅក៏ប្រាប់ទៅកាន់គេថាគាត់ចង់សម្លាប់ Chen Lok Wen ហើយពេលនោះ Mr. Big Boss ក៏បានស្រែកពីក្រោយមកថាបើចង់ឲ្យសម្លាប់ Chen Lok Wen លុះត្រាតែអនុញ្ញាតឲ្យគេចូលក្រុងកៅលុនហើយអបិ King នេះវិញក៏កំពុងតែភ័យខ្លួនដែរដោយសារតែមិញហ៊ានអង្គុយលើកៅអីរបស់បងធំហើយពេលដែល Mr. Big Boss ដើរមកដល់ក៏ប្រាប់ឲ្យអបិ King នឹងទៅអង្គុយលើកៅអីនឹងទៅចាំបាច់ងើបធ្វើអីហើយអបិនឹងក៏ធ្វើកាយវិការបដិសេធមិនហ៊ានអង្គុយអីអញ្ចឹងណាប៉ុន្តែក៏ត្រូវបាន Mr. Big Boss ដាក់ម៉ាស៊ីហ្គាចូលភ្នែកអញ្ចឹងទៅហើយលោកបងធំឆៅគាត់ក៏ប្រាប់ទៅកាន់ Mr. Big ថាបើសិនជាសម្លាប់ Chen Lok បានទោះបីជាចង់បានអីក៏គាត់ឲ្យដែរហើយមិនចាំយូរទេស្អែកឡើងក្រុមរបស់ Mr. Big ក៏ធ្វើដំណើរមកដល់ជញ្ជាំងក្រុងកៅលុនហើយពេលនេះស៊ីនក៏បានមកប្រាប់លបងធំថាឲ្យចាក់ចេញទៅចាំគេទៅរារាំងក្រុមរបស់ Mr. Big ប៉ុន្តែលបងធំគាត់មិនយល់ព្រមនោះទេហើយគាត់ក៏ឲ្យស៊ីនជាមួយនឹង AV នៅមើលថែវិនហើយគាត់នឹងចេញទៅតែម្នាក់ឯងហើយនៅពេលដែលក្រុម Mr. Big ចូលមកក្នុងក្រុងក៏វាយកំទេចអីវ៉ាន់រកស៊ីរបស់អ្នកភូមិរញ៉េរញ៉ៃហើយក៏បានសួររក Chen Lok Wen ហើយចំពោះកូនចៅលបងធំខ្លាម្នាក់នេះគេនៅមិនសក់ទេគេកំពុងតែសំទៅជួយលបងធំជួកំបិតត្បូងដោយសារតែពេលដែលគេនៅពីក្មេងគឺលបងធំជួកំបិតត្បូងបានជួយជីវិតគេនៅពេលដែលលឺនិយាយបែបនេះលបងធំខ្លាក៏មិនដឹងខាត់យ៉ាងម៉េចដែរមានតែព្រមឲ្យគេទៅមុននឹងរៀបចេញទៅដល់ខាងក្រៅលបងធំជួកំបិតត្បូងក៏ប្រាប់ទៅកាន់ស៊ីនថាបើសិនជាគាត់ស្លាប់ធ្វើបងធំជំនួសគាត់ទៅគ្រាន់តែវត្តមានលបងធំជួកំបិតត្បូងដើរមកដល់កូនចៅរបស់ Mr. Big ភ័យឡើងញ័រហើយកំពុងតែនិយាយជាមួយ King កូនចៅរបស់ជួកំបិតត្បូងក៏ប្រាប់ថា Mr. Big កំពុងតែចាំនៅហាងកាត់សក់ពេលដែលមកដល់ភ្លាម Mr. Big ក៏បានប្រាប់ទៅកាន់លបងធំជួកំបិតត្បូងថាគាត់មិនបានមករករឿងនៅទីនេះទេប៉ុន្តែដោយសារតែគាត់មានការពឹងពាក់ពីបងប្អូនល្អរបស់លបងធំជួកំបិតត្បូងគឺលបងធំឆៅនឹងឯងហើយលបងធំឆៅក៏ព្រមលក់កន្លែងកាត់សក់នេះទៅឲ្យ Mr. Big ហើយ Mr. Big ក៏បានដាក់លក្ខខណ្ឌជាមួយនឹងលបងធំជួកំបិតត្បូងថាប្រសិនបើព្រមបកគល Chen Lok Wen ឲ្យគាត់នឹងឲ្យហាងកាត់សក់ទៅវិញហើយគ្រាន់តែលឺដូច្នេះលបងធំជួកំបិតត្បូងក៏ញញឹមហើយគាត់ក៏បានប្រាប់ទៅវិញថាគាត់កំពុងតែចង់ចូលនិវត្តន៍ផងងាកមកមើល AV ពេលនេះគឺគេកំពុងតែរុញវិនដើម្បីចេញទៅខាងក្រៅហើយពេលនេះក៏បានជួបជាមួយនឹងកូនចៅរបស់ Mr. Big ហើយ King គេចង់ទៅចាប់វិនប៉ុន្តែក៏ត្រូវបានលបងធំជួកំបិតត្បូងរារាំងហើយក៏មាត់ដៃប៉ុន្តែដោយសារអបិ King នឹងក៏ក្បាច់គុណមិនអន់ផងដែរអញ្ចឹងហើយក៏ងើបឡើងដោយធម្មតាហើយ Mr. Big ក៏ឲ្យគេទៅតាមផ្លូវក្រោយហើយពេលនេះស៊ីនជាមួយនឹង AV កំពុងតែការពារវិនហើយលបងធំទាំងពីរក៏កំពុងតែប៉ះគ្នាផងដែរប៉ុន្តែ Mr. Big ហាក់បីដូចជាមានប្រៀបជាងដោយសារតែពេលនេះលបងធំជួកំបិតត្បូងកំពុងតែឈឺទ្រូងទៀតហើយពេលនេះ King ក៏មកដល់ហើយក៏ធ្វើការវាយប្រហារទៅកាន់ស៊ីនហើយនៅពេលនោះ King ក៏ឃើញ AV កំពុងតែនាំ Chen Lok Wen រត់ចេញគេក៏ធ្វើការដេញតាមហើយស៊ីនក៏បានចាក់មកកំបិតប៉ុន្តែចាក់មិនចូលនោះទេដោយសារតែអបិ King នឹងវាចេះក្បាច់ឆ្អឹងដៃស្បែកស្ពាន់ហើយដោយសារតែស៊ីនចាក់ King មិនចូលហើយពេលនេះ King ក៏ប្រើកំបិតរបស់ស៊ីនកាត់ដៃរបស់ស៊ីនដាច់តែម្ដងហើយមាននារីអ្នកចិត្តខាងម្នាក់ក៏បានយកកន្សែងដើម្បីមករុំខាត់ឈាមឲ្យស៊ីនហើយមើលទៅស៊ីនគឺពិតជាឈឺចាប់ខ្លាំងមែនទែនហើយ Mr. Big ពេលនេះក៏តាមទាន់ AV ហើយក៏បានប្រាប់ AV ឲ្យដាក់ Chen Lok Wen ចោះប៉ុន្តែទោះបីជា Mr. Big វាយ AV ប្រមាណដៃក៏គេមិនព្រមដាក់ចោះនោះទេហើយជួកំបិតត្បូងក៏បានរត់មកដល់ហើយក៏ធ្វើការប្រយុទ្ធជាមួយនឹង Mr. Big ដើម្បីទុកពេលវេលាឲ្យ AV នាំ Chen Lok
លោកវិនរត់ចេញហើយចំពោះស៊ីនទោះបីជាពេលនេះត្រូវរបួសដៃយ៉ាងធ្ងន់ធ្ងរក៏ប៉ុន្តែគេមិនបានឈប់នោះទេគេនៅតែរត់មកជួយ AV ហើយពេលនេះទោះបីជាស៊ីនជាមួយនឹង AV រួមដៃគ្នាក៏មិនអាចយកឈ្នះ King ដែរដោយសារតែបែបហ្នឹងគឺខ្លាំងមែនទែនហើយកូនចៅរបស់ធំខ្លាក៏បានមកដល់ហើយក៏ធ្វើការកាប់ជាច្រើនកំបិតទៅកាន់ King ក៏ប៉ុន្តែដូចយើងដឹងអញ្ចឹងថាបែបហ្នឹងវាចេះក្បាច់ឆ្អឹងដៃស្បែកស្ពាន់អញ្ចឹងហើយគឺមិនអាចកាប់ចូលនោះទេចំណែកលបងធំជួកំបិតត្បូងក៏មិនអាចទប់ទល់ជាមួយនឹង Mr. Big បានដែរប៉ុន្តែក៏មានកូនចៅគាត់ម្នាក់មកជួយរារាំងដើម្បីឲ្យលបងធំជួកំបិតត្បូងរត់ចេញប៉ុន្តែអាបែបហ្នឹងក៏មិនមែនជាដៃគូរបស់ Mr. Big ដែរអញ្ចឹងហើយក៏ត្រូវបាន Mr. Big សម្លាប់ហើយនៅពេលនោះ Mr. Big រៀបនឹងសម្លាប់ Chen Lok Wen ហើយក៏ត្រូវបានលបងធំជួកំបិតត្បូងគប់ញញួរមួយចំដើមទ្រូងរបស់គាត់ហើយក៏បានយកដុំដែកមួយដុំចាក់ចូលទៅក្នុងដើមទ្រូងរបស់ Mr. Big ដែលធ្វើឲ្យគាត់រងរបួសជាទម្ងន់ហើយលបងធំជួកំបិតត្បូងដោយសារតែប្រើកម្លាំងខ្លាំងនៅពេលនេះដើមទ្រូងរបស់គាត់ក៏ចាប់ផ្ដើមឈឺទៀតហើយ King ក៏យកដាវមកចាក់ជួកំបិតត្បូងតែម្ដងហើយនៅក្នុងដំណាក់កាលចុងក្រោយគាត់ក៏បានរុញ King ចូលទៅក្នុងបន្ទប់មួយហើយក៏ធ្វើការទាញទ្វារបិទហើយគាត់នឹងឈោកបាំងនៅទីនោះតែម្ដងអញ្ចឹងហើយលបងធំជួកំបិតត្បូងក៏បានលះបង់ជីវិតចុងក្រោយរបស់គាត់ដើម្បីរារាំង King ដើម្បីទុកពេលឲ្យកូនចៅរបស់គាត់នាំវិនរត់ចេញទៅខាងក្រៅប៉ុន្តែទោះបីជាលបងធំប្រាប់ឲ្យរត់ចេញយ៉ាងណាក៏ស៊ីនគេមិនព្រមនោះដែរដោយសារតែគេមិនដាច់ចិត្តទុកឲ្យលបងធំរបស់គេនៅស្លាប់នៅទីនេះនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លបងធំប្រាប់ទៅវិញថាបើសិនបើចង់ឲ្យគាត់ស្លាប់បិទភ្នែកចិត្តអញ្ចឹងហើយនាំវិនចេញទៅខាងក្រៅឲ្យលឿនអញ្ចឹងហើយពេលនេះ King នៅខាងក្នុងក៏ធ្វើការចាក់យកទៅកាន់លបងធំតែម្ដងហើយពេលនេះពួកគេទាំងអស់ក៏ធ្វើការនាំវិនរត់ទៅខាងក្រៅនៅពេលដែលវិនបានទៅដល់ខាងក្រៅពួកគេទាំង3ក៏ត្រឡប់មកវិញដើម្បីឈោពាំងផ្លូវរារាំងមិនឲ្យក្រុម Mr. Big បានចេញទៅសម្លាប់វិននោះទេហើយក៏ធ្វើការប្រយុទ្ធ3ទល់ជាមួយនឹងមួយក្រុមរបស់ Mr. Big តែម្ដងហើយយើងមិនដឹងថាពួកគេស្លាប់ឬរស់ទេហើយចំពោះលបងធំឆៅគាត់ក៏បានមករករឿងក្រុមរបស់ Mr. Big ថាมันអាចសម្លាប់វិនបានអញ្ចឹងហើយគំនៅទីនេះហើយនៅពេលដែលប្រកែកគ្នានឹង King ក៏បានដាក់លបងធំឆៅពី3ញញួរឲ្យធ្វើឲ្យគាត់សន្លប់បាត់ស្មារតីទៅហើយដោយសារតែ King ធ្វើអីដោយចិត្តឯងអញ្ចឹងហើយលបងធំក៏សម្លឹងមុខគេអញ្ចឹងហើយគេក៏បានប្រាប់លបងធំវិញថាដោយសារតែពេលនេះគេចូលមកដល់ទីនេះហើយប្រហែលខែទៀតរដ្ឋាភិបាលនឹងរៀបចំទីនេះអញ្ចឹងហើយឆ្លៀតឱកាសនេះគឺកាន់កាប់ទីនេះដើម្បីរកលុយឲ្យបានច្រើនតែម្ដងហើយពេលនេះពួកគេក៏ចេញទៅខាងក្រៅដើម្បីសម្លុតទារលុយពីអ្នករស់នៅទីនឹងអញ្ចឹងណាហើយក៏មានកូនចៅរបស់ King ម្នាក់បានផ្ដល់យោបល់ឲ្យគេថាពេលនេះដោយសារតែ Mr. Big កំពុងតែឈឺអញ្ចឹងហើយឆ្លៀតឱកាសនេះសម្រាប់គាត់តែម្ដងទៅដើម្បីឡើងកាន់កាប់ជាបងធំតែម្ដងហើយជំងឺរបស់ Mr. Big ពេលនេះគឺកាន់តែធ្ងន់ធ្ងរទៅហើយគាត់ក៏បានក្អួតឈាមជាច្រើនហើយកំពុងតែក្អួតឈាម Mr. Big ក៏មានអារម្មណ៍ថាមានអ្នកណាគេចូលមកកន្លែងគាត់ហើយអញ្ចឹងហើយគាត់ក៏ទាញកាំបិតនៅក្រោមគ្រែដើម្បីចេញទៅរកតែម្ដងហើយពេលនោះ King ក៏ហក់មកពីខាងលើដើម្បីយកខ្សែរឹតករបស់គាត់ហើយដោយសារតែ Mr. Big កំពុងតែមានជំងឺផងអញ្ចឹងហើយគាត់មិនអាចឈ្នះ King បានទេហើយពេលនេះក៏ត្រូវបាន King សម្លាប់ហើយនៅពេលដែលសម្លាប់លបងធំហើយគេក៏ឡើងធ្វើជាលបងធំបន្តហើយពេលនេះគេច្រៀងរាំផងសប្បាយផងហើយកូនចៅរបស់គេកំពុងតែផលិតគ្រឿងញៀនជាច្រើនហើយវិនពេលនេះនៅពេលដែលគេជាសះស្បើយគេក៏ទៅរកលបងធំខ្លាហើយទៅដល់គេក៏បានសួររកសម្លាញ់របស់គេទាំង3ហើយដោយសារតែលបងធំខ្លាមិនចង់ឲ្យពួកគេទៅសងសឹកវិញអញ្ចឹងហើយគាត់ក៏បានប្រាប់ថាគេទាំង3នាក់ស្លាប់ហើយប៉ុន្តែវិនគេមិនជឿនោះទេហើយគេក៏បានប្រាប់លបងធំខ្លាថាគេមកពេលនេះគឺដើម្បីសងសឹកឲ្យព្យុះកំបិតត្បូងវិញអញ្ចឹងហើយពេលនេះលបងធំខ្លាក៏បានប្រាប់ទីតាំងរបស់ពួកគេទាំង3ហើយវិនពេលនេះក៏ធ្វើដំណើរមករកពួកគេហើយដោយសារតែការប្រយុទ្ធការពីលើកមុនពួកគេម្នាក់គឺត្រូវយកបួសយ៉ាងធ្ងន់ធ្ងរហើយពេលដែលជួបគ្នាពួកគេក៏បានធ្វើការអោបគ្នាដោយក្តីនឹករលឹកអញ្ចឹងទៅហើយយប់ឡើងពួកគេក៏មករំលឹករឿងចាស់ជាមួយគ្នាដោយអង្គុយលេងម៉ាជាងយ៉ាងសប្បាយរីករាយហើយព្រឹកឡើងពួកគេមិនឃើញវិននោះទេហើយគេក៏សួរគ្នាថាវិនទៅណាប៉ុន្តែគេក៏លេចទៅលើតុទៅក៏ឃើញថាម៉ាជាងគឺត្រូវបានរៀបជាទម្រង់របស់ជញ្ជាំងក្រុងកៅលុនចឹងហើយពួកគេក៏យល់ថាពេលនេះវិនគឺទៅសងសឹកប៉ុន្តែដោយសារតែគេមិនចង់នាំទុកដល់បងប្អូនចឹងហើយគេក៏ទៅតែម្នាក់ឯងហើយនៅថ្ងៃនេះ King ក៏គេកំពុងតែរៀបចំពិធីមួយដូចជាពិធីចូលគ្រូយ៉ាងចឹងដោយពិធីនោះមានការជះរងើកភ្លើងដាក់ខ្លួនហើយមួយទៀត King ក៏គេយករងើកភ្លើងនោះមកតំពីនៅក្នុងមាត់ហើយសម្រាប់អ្នកភូមិនៅទីនេះក៏កំពុងតែដាក់ទំនាយគេផងដែរថាគេសារកម្មពៀច្រើនអញ្ចឹងសង្ឃឹមថាគេឆាប់ស្លាប់ហើយវិនពេលនេះគេកំពុងតែនៅបង្ហោះខ្លែងហើយក៏បានផ្ដាំតាមរយៈក្មេងស្រីម្នាក់ថាបន្តិចទៀតនេះឲ្យអ្នកភូមិចូលទៅក្នុងផ្ទះឲ្យអស់ទៅកុំឲ្យចេញមកខាងក្រៅហើយពេលនេះក៏មានអ្នកភូមិមួយចំនួនមកលួចខ្សឹបគ្នាថាឲ្យទៅក្នុងផ្ទះទៅដោយសារតែវិនគេមកហើយពិធីចូលគ្រូគេពេលនេះគឺយកកំបិតដល់បំពង់កហើយអូនក្មេងមួយនោះគឺវាកំពុងតែជក់មើលខ្លាំងមែនទែនហើយ King ក៏បានប្រាប់ទៅអូននឹងថាចង់សាកដាក់កំបិតនឹងកចឹងដែរអត់ហើយម្ដាយរបស់ក្មេងនោះក៏មករារាំងហើយពួកនេះវាពិតជាប្រៃផ្សាយខ្លាំងមែនទែនសូម្បីតែក្មេងក៏វាមិនលើកលែងហើយចំពោះវិនពេលនេះគឺគេបានមកដល់ហើយក៏បើកការវាប្រហារទៅកាន់កូនចៅរបស់ King ហើយពេលដែលពួកនឹងវារៀបដាក់កំបិតទៅករបស់ក្មេងប្រុសអ្នកនោះក៏មានញញួរមួយហោះមកហើយពេលនោះវត្តមានរបស់ Chen Lok Wen ក៏បានចេញពីកន្លែងងងឹតមកហើយក៏វាប្រហារទៅកាន់ពួកនោះវាយកតែម្ដង
បន្ទាប់ពីវាយកូនចៅរបស់ King ដួលអស់មួយចំនួនធំដល់ពេលនេះក៏ដល់វគ្គ King ហើយប៉ុន្តែនៅពេលដែលយាយដៃរៀបនឹងវាយ King នឹងកូនចៅរបស់ King ក៏បានដកកំភ្លើងមកបាញ់តែម្ដង Sin បានមកហោះម៉ូតូមកពីខាងលើដើម្បីបុកកូនចៅរបស់ King ហើយកូនចៅរបស់លបងខ្លាក៏មកពីខាងលើដូចគ្នាហើយកូនចៅរបស់ King ម្នាក់នេះគឺទៅតែងើបមកក៏ត្រូវបានបរិសម្នាក់ទាញចូលទៅក្នុងសាប់យោហើយយើងក៏ដឹងថាគាត់គឺជា AV ហើយនៅពេលនេះពួកគេទាំង4ក៏បានជុំគ្នាហើយ Sin ក៏បានបើកម៉ូតូបំរុងទៅបុក King ក៏ប៉ុន្តែប៉ែកនឹងវាពិតជាខ្លាំងមែនទែនគ្រាន់តែក៏វាមួយជើងគឺម៉ូតូរបស់ Sin ខ្ទេចបាត់ទៅហើយយើងដឹងហើយថាបើសិនជាសមត្ថភាពប្រយុទ្ធរវាងកូនចៅរបស់ King រួមជាមួយនឹងពួកគេទាំង4នាក់នេះគឺគ្មានគីឡូជាមួយនឹងពួកគេទាំង4នាក់នេះទេហើយកំពុងតែវាយគ្នានឹងគឺ King ក៏បានដកកំភ្លើងមកពីដើមឲ្យបាញ់រះលើពួកគេតែម្ដងហើយ King ពេលនេះគឺដូចជារោគចិត្តអញ្ចឹងមិនមែនបាញ់តែពួកគេ4នាក់ទេគឺបាញ់រះសម្រាប់ទាំងកូនចៅខ្លួនឯងទៀតនិយាយទៅគឺបាញ់រះទៅកន្លែងហ្នឹងតែម្ដងស្លាប់អ្នកណាក៏ស្លាប់ទៅហើយពេលនោះពួកគេទាំង4ក៏បានរត់គេចហើយពេលនេះ King ក៏កំពុងតែតាមសម្លាប់វិនហើយចំពោះ Sin ជាមួយនឹងកូនចៅលបងខ្លានៅពេលនេះក៏ត្រូវបានកូនចៅរបស់ King ពាត់ជាប់ដល់ពេលនេះពួកគេក៏បានប្រើក្បាច់ពិសេសយ៉ាងលោដើម្បីកម្ចាត់ពួកនោះរួមជាមួយ style combo កំបិតគ្នាយ៉ាងអស្ចារ្យហើយ AV ក៏ត្រូវគេពាត់2ទល់នឹង1ក៏ប៉ុន្តែ2នាក់នេះក៏គ្មានគីឡូជាមួយ AV ដូចគ្នានឹងគឺត្រូវ AV វាយនឹងទូកសាច់ហើយវិនជាមួយនឹង King ក៏កំពុងតែដេញវាយគ្នាលើដំបូលហើយ King ក៏បានចាប់វិនបោះទៅខាងក្រោមក៏ប៉ុន្តែដោយសារតែគេបានតោងជាមួយនឹងជញ្ជាំងជាប់ហើយនៅពេលដែលវិនជន់របស់មួយធ្លាក់មកខាងក្រោម Sin ក៏បានហៅ AV ដែលកំពុងតែនៅខាងលើដើម្បីឲ្យទៅជួយវិនហើយនៅពេលដែលរត់មកដល់កន្លែងតនឹងវិនក៏បានបកក្រោយវាយទៅកាន់ King វិញប៉ុន្តែដូចយើងដឹងអញ្ចឹងថាវិនបើសិនជាវាយមួយស្មើគឺមិនអាចយកឈ្នះ King បានទេដោយសារតែប៉ែកនឹងវាពិតជាខ្លាំងមែនតើរួមជាមួយនឹងក្បាច់ឆ្អឹងដៃស្បែកស្ពនរបស់គេទៅទៀតអញ្ចឹងហើយវាយគេមិនជើងនោះទេហើយពេលនេះវិនក៏ត្រូវបាន King វាយឡើងក្អួតឈាមហើយ AV ក៏បានលោតមកពីខាងលើរួមជាមួយនឹងដំបងដែលភ្ជាប់ជាមួយនឹងដុំថ្មមួយដើម្បីវាយទៅកាន់ King តែនៅតែមិនអាចធ្វើអីគេបានអញ្ចឹងហើយទោះបីជាពួកគេទាំងពីរនាក់រួមគ្នាវាយ2ទល់នឹង1ក៏នៅតែមិនអាចធ្វើអី King បានហើយកូនចៅរបស់លបងខ្លាក៏បានប្រើខ្សែមួយដើម្បីទាញ King ក៏ប៉ុន្តែមិនមែនទាញ King ទេគឺត្រូវបាន King ទាញទៅវិញដោយសារតែពួកគេដឹងថាទោះបីជាវាយ4នាក់ក៏នៅតែមិនអាចយកឈ្នះប៉ែកនឹងបានអញ្ចឹងហើយពួកគេក៏ប្រើវិធីមួយគឺចងដៃចងជើងរបស់ប៉ែកនឹងហើយលើកបោកតែម្ដងហើយលើកបោកបានតែប្រមាណដងទេក៏ត្រូវបានប៉ែកនឹងប្រើកម្លាំងទាញពួកគេរត់បុកគ្នាវិញហើយពួកនឹងក៏ត្រូវបាន King វាយម្នាក់ម្ដងហើយ Sin ក៏ត្រូវបាន King កាច់បំបាក់ជើងហើយចំពោះវិនវិញក៏ត្រូវមួយជើងសន្លប់ផងដែរហើយ AV វិញខំយកដាវដើម្បីយកទៅកាប់ប៉ែកនឹងប៉ុន្តែក៏ត្រូវបានប៉ែកនឹងខំបំបាក់ដាវហើយក៏ដកដាវនឹងមកចាក់ AV វិញអញ្ចឹងហើយពេលនេះពួកគេទាំង4នឹងក៏ដេកដួលទៅនឹងដីងើបលែងរួចហើយនៅពេលដែល King កំពុងតែស្រែកខ្សែចេញពីជើងរបស់គេក៏ត្រូវបាន Sin រត់មកបុកគេដើម្បីធ្លាក់ពីលើអាគារស្លាប់ទាំងពីរនាក់តែម្ដងហើយពេលនោះវិនក៏បានរត់មកដើម្បីចាប់ King ហើយក៏បានធាក់ Sin ចេញប៉ុន្តែ Sin ក៏បានទៅចាប់ខ្សែជាប់មិនឲ្យវិនធ្លាក់ទៅខាងក្រោមនោះទេហើយវិនក៏បានខំស្រែកពីខាងក្រោមដើម្បីប្រាប់ Sin ថាឲ្យលែងដៃទៅហើយ Sin ក៏បានស្រែកពីលើទៅវិញថាបើសិនជាពួកយើងចាញ់គឺចាញ់ទាំងអស់គ្នាហើយបើយើងឈ្នះគឺឈ្នះទាំងអស់គ្នាហើយពេលនេះវិនក៏ប្រើក្បាច់ចាស់ទៀតហើយគឺខំស្លឹកត្រចៀកហើយពេលនោះ King ក៏បានយកដាវមកចាក់វិនហើយវិនក៏បានដកដាវចេញពីករបស់គេហើយយកទៅចាក់ King វិញក៏ប៉ុន្តែត្រូវបាន King ប្រើធ្មេញរបស់គេខំបំបាក់ដាវតែម្ដងហើយនៅពេលដែលខំបំបាក់ដាវនឹង King ក៏បានសើចឌឺមកកាន់វិនប៉ុន្តែវិនក៏បានយកដៃទៅខ្ទប់មាត់របស់គេហើយក៏បានវាយធ្វើឲ្យផ្លែដាវនោះធ្លាក់ចូលទៅក្នុងបំពង់ករបស់ King ហើយពេលនេះ King ក៏បានចាក់វិនមួយដាវទៀតហើយវិនក៏ធ្លាក់មកខាងក្រោមហើយ King ក៏បានគប់មួយដាវទៀតចំពោះរបស់វិនហើយពេលនោះស្រាប់តែមានខ្យល់ព្យុះកំបុតត្បូងបក់មកយ៉ាងខ្លាំងមកលើពួកគេហើយ King កំពុងតែរៀបបោះទម្លាក់ Sin មកខាងក្រោមហើយដោយសារតែមានខ្យល់កំពុងតែបោកបក់មកយ៉ាងខ្លាំងវិនគេក៏បានតោងខ្លួនរបស់គេជាមួយនឹងក្រណាត់ដ៏ធំមួយពេលដែលឡើងមកខាងលើវិញវិនក៏បានវាយមួយដៃទៅកាន់ King ដើម្បីជួយសង្គ្រោះ Sin ហើយដោយសារតែវិនប្រហែលជាវាយចំចំណុចខ្សោយរបស់ King ដែលធ្វើឲ្យបំបីក្បាច់ឆ្អឹងដៃស្បែកស្ពនរបស់គេអញ្ចឹងហើយអាកំបិតដែលធ្លាក់ចូលករបស់គេអំបញ្ញមិញហ្នឹងគឺកំពុងតែចាក់ដងខ្លួនរបស់គេហើយឆ្លៀតឱកាសនោះពួកគេទាំង4ក៏ប្រើប្រាស់កម្លាំងដែលនៅចុងក្រោយដើម្បីកម្ចាត់ King ហើយ Sin ក៏បានដកកំបិតរបស់គេដើម្បីចាក់ King ហើយនៅពេលដែល King យកដៃមករងហ្នឹង Sin ក៏បានប្រើប្រាស់កំបិតនោះកាត់ដៃ King ដូច King កាត់ដៃគេអញ្ចឹងហើយពេលនេះពួកគេទាំងអស់គ្នាក៏ជួយគ្នាម្នាក់ម្ដាយម្នាក់មួយជើងដើម្បីធ្វើឲ្យអាប៉ែកហ្នឹងវាមានរបួសកាន់តែធ្ងន់ហើយកំទេចដាវនៅខាងក្នុងក៏បានមុតខ្លួនរបស់គេជាច្រើនកន្លែងហើយពេលនេះគឺដល់ថ្ងៃអវសានរបស់ King ហើយវិនក៏បានហុចដាវទៅកាន់ Sin ដើម្បីឲ្យគេសងសឹកឲ្យលបងធំអញ្ចឹងហើយនៅពេលដែល King ចាក់សម្លាប់ជួកំបិតត្បូងយ៉ាងម៉េចពួកគេនឹងចាក់សម្លាប់ King អញ្ចឹងដូចគ្នាហើយបន្ទាប់ពីកំចាត់ King ហើយពួកគេក៏ឡើងទៅអង្គុយលើដំបូលផ្ទះមើលថ្ងៃរៀបលិចហើយរំលឹកអនុស្សាវរីយ៍ជាមួយគ្នាអញ្ចឹងទៅហើយសាច់រឿងក៏បានបញ្ចប់ត្រឹមប៉ុណ្នេះហ្នឹងហើយadminជឿថារឿងនេះគឺពិតជាល្អមើលខ្លាំងមែនតើហើយបងប្អូនទាំងអស់គ្នាប្រកាសជាចូលចិត្តហ្នឹងហើយបើបងប្អូនទាំងអស់គ្នាចូលចិត្ត admin សម្រាយរឿងអញ្ចឹងហើយកុំភ្លេចជួយ like វីដេអូ admin ឲ្យបានច្រើនហើយជាពិសេសបើអ្នកមកថ្មីកុំភ្លេចជួយ subscribe admin ម្នាក់មួយផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីនៅពេលដែល admin upload អញ្ចឹងយើងជួបគ្នានៅវីដេអូរឿងក្រោយៗទៀតជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ